ចាធ្វើការសុខសុខមានជាការចង់ទៅបេះស្វាយបេះអីញ៉ាំអញ្ចឹងណាហើយក៏នាំគ្នាឡើងក៏យន្តទៅជាមួយភ្ញៀវដែរព្រោះអីយើងជូនភ្ញៀវទៅដាក់នៅត្រឹមកំពង់ផែអញ្ចឹងណាឲ្យពួកគាត់ដើរទៅទេនិយាយទៅធ្វើការនៅតែក្នុង office នៅតែមួយកន្លែងអត់ចេះនៅទេមនុស្សធ្លាប់ដើរហើយជីក៏យន្តសុខសុខនេះមានជាការឃើញទាសមុទ្រអញ្ចឹងទៅនិយាយលេងបងប្អូនតោះបន្ទាប់ពីយើងដាក់ភ្ញៀវហើយគឺយើងចាប់ផ្ដើមចេញដំណើរទៅបេះស្វាយហើយនេះផ្លូវហើយមុនទៅបេះស្វាយហ្នឹងបងប្រាប់ថាកន្លែងបេះស្វាយហ្នឹងនៅខាងក្រោយនេះហេនៅចិត្តទេអញ្ចឹងណាខ្ញុំក៏មានជាការឡើងទៅជាមួយគេដែរហើយពេលជួយដំបូងនឹងសប្បាយអរខ្លាំងមែនតើតែម្ដងហើយផ្លូវរៀងអាក់បន្តិចប៉ុន្តែស្រួលជិះណាធម្មតាក៏យន្តអញ្ចឹងហើយមកដោយទាំងអាទិដោយទាំងអីទៅដែរនេះចាប់លើគ្នាមកហ្មងហើយគ្នានៅឡើងស្ងៀមគ្មានមាត់អីមួយម៉ាត់ទេហើយនេះផ្លូវយើងជិះទៅបេះស្វាយបងប្អូនអ្នកគ្នាគាត់ថានៅក្រោយនេះមានណាបងប្អូនហើយកាច់កងឡើងច្រើនខ្លាំងមែនតើហ្មងហើយបងអ្នកបើកគោយន្តហ្នឹងគឺគាត់ស្ទាត់ជំនាញក្នុងការបើកមែនតើអត់ឲ្យយើងភ័យអីបន្តិចទេតែគាត់បានប្រាប់មុនដែរបើសិនជាកន្លែងត្រូវឡើងទួតខ្ពស់អីឲ្យយើងលោតចុះអញ្ចឹងណាតែអត់អីទេជិះទៅដល់គោលដៅហើយជាក់ស្ដែងពេលខ្ញុំជិះមកជាមួយពួកគាត់គឺផ្លូវបត់បែនច្រើនខ្លាំងមែនតើតែម្ដងតម្រាំតែទៅដល់កន្លែងយើងបេះស្វាយនិយាយទៅចេញមកតាំងពីម៉ោង4រហូតដល់ម៉ោង5:06បានយើងមកដល់កន្លែងវិញតែពេលជិះមកហ្នឹងគឺខុសបំណងឯទេសភាពស្អាតខ្លាំងមែនតើមកមានទាំងព្រៃមានទាំងឡើងភ្នំមានអីគ្រប់សពតែម្ដងហើយនេះគឺផ្លូវឡើងចំណោតខ្ពស់ខ្លាំងមែនតើឃើញនៅក្នុងវីដេអូអត់ដឹងថាមិនចឹងណាប៉ុន្តែនៅខាងក្រៅគឺខ្ពស់ខ្លាំងមែនតើតែម្ដងហើយពេលជិះតាមផ្លូវហ្នឹងខ្ញុំសួរគាត់រហូតបងកាច់ទៅផ្លូវហ្នឹងឲ្យដល់មែនហ្នឹងហើយដល់ពេលទៅដល់មកផ្លូវទៅកាច់ទៀតទៅដល់ទៀតកាច់ទៀតនិយាយទៅកាច់រហូតមកចេះដល់លេជិះឡងយូរខ្លាំងមែនតើបើសិនតែបេះស្វាយវិញប្រហែលជា 4-5 នាទីអីហ្នឹងបេះហើយប៉ុន្តែយូរនឹងជិះទៅមកគឺឆ្ងាយមែនតើហើយបើបងប្អូនអ្នកគ្នាមកលេងជួលម៉ូតូជិះក៏ខុសបំណងដែរដឹងថាសប្បាយតែម្ដងហើយទេសភាពវិញញាក់សាច់ហ្មងណាដូចខ្ញុំបង្ហាញនៅក្នុងវីដេអូនេះចឹងប៉ុន្តែខ្ញុំបង្ហាញអត់អស់ហើយបានតែខ្លះហេអញ្ចឹងណាហើយបន្ទាប់មកយើងមកដល់កន្លែងនេះគឺយើងមើលឃើញហើយសមុទ្រអីអញ្ចឹងណាហើយមានដើមឈើអីគឺស្អាតខ្លាំងមែនតើអានេះយើងមកដល់ហើយគឺយើងត្រូវដើរចូលទៅខាងក្នុងហ្នឹងបានទៅដល់កន្លែងយើងបេះស្វាយអញ្ចឹងណាអញ្ចឹងចាំមើលនៅវីដេអូក្រោយទៀតអរគុណបាយបាយ